ចឹងនេះគឺជាសំណងនៅក្រោយវត្តបងប្អូនមានកត់មានអីចឹងទៅនេះរឿងចំណាស់ដែរបងប្អូននៅក្រោយវត្តព្រៃស្វាយចឹងភូមិឡើយនេះស្លាមុខស្លាមាត់ល្អបងប្អូនណាដើមព្រលធំស្រស់ស្អាតមេឃចេះទៀតអូឡើយនេះក៏ដេកូបានស្អាតមែនឡើយហាងកាហ្វេបងប្អូនតូកាហ្វេសាក៏ធ្វើស្អាតចឹងដោយសារតែនៅមុខសាលារៀនបងប្អូននេះវិទ្យាល័យរាំងកសែងបាទបងប្អូនឃើញថាធ្លាក់ភ្លៀងខ្លាំងមែនតើបងប្អូនណាមកតំណមដែរហ្នឹងចឹងខ្ញុំអាចថតកាមេរ៉ាទូចបានទេខ្ញុំថតកាមេរ៉ាទូរស័ព្ទបាទជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីពេលនេះគឺខ្ញុំកំពុងតែនៅម្ដុំវត្តព្រៃស្វាយបងប្អូនហើយផ្លូវដែលខ្ញុំកំពុងធ្វើដំណើរនេះគឺនៅក្នុងភូមិព្រៃស្វាយតែម្ដងហើយគឺនៅផ្លូវខាងក្រោយវត្តព្រៃស្វាយបងប្អូនអញ្ចឹងខ្ញុំធ្វើដំណើរទៅខាងមុខតិចទៀតអូនេះឃើញតបូលព្រះវិហារវត្តព្រៃស្វាយនេះបងប្អូននេះតបូលព្រះវិហារវត្តព្រៃស្វាយអញ្ចឹងមុខព្រះវិហារហ្នឹងគឺផ្លូវកស៊ូបងប្អូនតែនេះខ្ញុំជិះលើផ្លូវវាស្រែខាងក្រោយនេះក៏មានប្រជាប្រដ្ឋយើងរស់នៅរីដែរមិនថាអត់ទេបងប្អូនដូចយើងឡើយនេះមានផ្ទះប្រជាប្រដ្ឋយើងមកខ្នងនេះនៅផ្ទះគាត់នៅក្នុងនៅតាមវាស្រែនៅតាមវាស្រែស្ងប់ស្ងាត់ល្អគាត់ដាស់ដីនេះគាត់ដាស់ដីគាត់ដាស់ដីនេះខ្ញុំជិះតាមផ្លូវនេះបងប្អូនផ្លូវនេះគឺជាប្រភេទផ្លូវដីតាមវាស្រែទេបងប្អូនជាងក៏មានខាងមុខមានផ្ទះប្រជាប្រដ្ឋយើងរស់នៅខ្លះដែរមិនអត់ទេហើយបើកលេចមើលបន្លាយគឺអស់ទឹកខែនេះអត់មានទឹកទេបងប្អូនតែនេះស្រះមើលស្រះនេះមានទឹកអត់ស្រះនេះក៏អត់ដែរជាងសលេងខ្ញុំរៀងកាមេរ៉ាធ្វើស៊ីខ្ញុំសលេងខ្ញុំរៀងកងល់បន្តិចបងប្អូនដោយសារតែស្អកកឈឺកកដោយសារតែផ្ដាសាយទៅធ្វើឲ្យលាកំពង់កតែម្ដងជាងដីក៏នេះដាក់បន្លាលុះដាក់អីតែម្ដងនេះវត្តព្រៃស្វាយបងប្អូនព្រះវិហារវត្តព្រៃស្វាយអញ្ចឹងដីតាមនេះមើលទៅដូចជាដីប្រមុខសាច់ដែរដីវាផុសបងប្អូនមើលបាក់ច្រាំងបាក់អីអស់នេះក៏ដាំបន្លែដាំអីក្រោយផ្ទះគាត់បានច្រើនណាស់បានច្រើនមែនទេអញ្ចឹងផ្លូវនេះជិះត្រង់រហូតទៅគឺឡើងទៅកាត់ខាងរាំងកសីវិញបងប្អូនខាងរាខាងអីហ្នឹងឬក៏យើងអាចទៅដល់វត្តរាំងកសីតែម្ដងអញ្ចឹងគឺខ្ញុំនឹងធ្វើដំណើរតាមផ្លូវនេះត្រង់រហូតហើយផ្លូវនេះស្របមួយផ្លូវកស៊ូបងប្អូនស្របមួយផ្លូវកស៊ូមកវត្តព្រៃស្វាយអីហ្នឹងចឹងខែនេះគឺតាមស្រែគឺអត់មានខេងស្រូវអីទេបងប្អូនហើយដោយសារតែខែប្រាំងអូឡើយនេះគាត់ចំទាទៅនៅគៀនវត្តគាត់ដាក់ទឹកឲ្យទាលេងនេះទាគាត់នៅក្នុងនេះដោយគាត់នៅជាប់មួយវត្តតែម្ដងនិយាយរឿងតឡានយើងការនិយាយខុសពាក្យទេបងប្អូនដោយសារតែឈឺកខ្លាំងចឹងចាំមើលបើសិនជាខ្ញុំលេបថ្នាំរៀងធូរស្បើយតិចអាចនឹងល្អជាងនេះហើយនិយាយចឹងនេះគឺជាសំណងនៅក្រោយវត្តបងប្អូនមានកត់មានអីចឹងទៅនេះរឿងចំណាស់ដែរបងប្អូននៅក្រោយវត្តព្រៃស្វាយអូនេះឃើញមានលោកតាហើយនឹងព្រះអង្គកំពុងតែមើលការខុសត្រូវក្នុងការជីកក្រាក់ដាក់បង្គោលចឹងកន្លែងនេះមានគាត់ដាំបន្លែដាំដំណាំក៏ដាំត្រាវដាំអីចឹងទៅឆ្នាំមុខយើងឡើងលើខ្នងក៏ក្រហមវិញហើយជាលឺសំឡេងរំខានខ្លះបងប្អូនដោយសារតែផ្លូវវារលាក់នេះផ្ទះគាត់ខ្លះធំស្អាតតែនេះផ្ទះកពើហាតាមនេះវាចានគាត់អ្នកស្រែហើយគាត់ចិញ្ចឹមសត្វគោអត់មានចំការអីប្រហែលទេអត់មានចំការអីទេសារតាមនេះគឺជាប្រភេទដីស្រែហើយទឹកតជីកស្រះមានទឹកប្រើបើពុំដូច្នោះទេគឺពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ទេតាមនេះដីដាស់ច្រើនដែរនេះបងប្អូនដីក៏ដាស់បានច្រើនតែជាមានភ្លៀងធ្លាក់ច្រើនមកទៅបានតាមនេះបានដាស់ដីកើតព្រោះថាដីរៀងចង់ឆ្អែតទឹកភ្លៀងអីដែរបងគេដាស់ដី
ហើយដីតាមនេះខ្ញុំនិយាយចឹងជាលក្ខណៈដីដូចរបាយសាច់ចឹងហើយបងអូឡានេះកាយស្រះមួយធំមែនទេនេះកាយនេះវាកាយឲ្យដីលក់ឲ្យបងនេះហើយគាត់មានរោងមួយក្នុងនោះរោងហ្នឹងគាត់ធ្វើសម្រាប់ដាំបន្លែដាំអីក្រោយគាត់សម្រាប់សារៈមើលថែដំណាំគាត់ជាដាំដឹងស្អីទេគេត្រឹងដឹងស្ដាយឬក៏សក់ទេនៅក្រោយរោងគាត់នឹងចេះថឹកហើយស្រះនេះធំបងចង់ប្រប៉ិនបឹងហើយជិះមើលដល់ពេលខែវស្សាទឹកនឹងចូលពេញចឹងយើងក៏ឃើញថាមានផ្លូវឡើងចូលទៅកាន់ផ្លូវកស៊ូវិញដែរនេះផ្លូវទាំងអស់នេះជីទៅគឺឡើងទៅកាន់ផ្លូវកស៊ូវិញហើយតែផ្លូវនេះគេបិទនេះបងប្អូនជីទៅឡើងទៅកាន់ផ្លូវកស៊ូវិញចឹងនេះក្រៅពីស្រែក៏គាត់មានជាការដំណាំបន្លែតិចតួចដែរនេះទៅសក់គាត់ដាំទៅសក់ល្អទៅសក់ដាំបានលូត្រាតែដូចខ្ញុំនិយាយចឹងតើតែមានទឹកស្រះអូទៅសក់គាត់ល្អមែនទែនទៅរៀនផ្លែទេនេះសក់គាត់ច្រើនដែរហ្នឹងហើយបន្លែនេះមានទឹកខ្លះៗបងប្អូននេះទឹកខ្លះខ្ញុំរៀបចំទឹកទីសិនដោយសារទឹកលឺសម្លេងរំខានមែនទេចឹងបន្លែនេះមានទឹកខ្លះចឹងកន្លែងនេះមើលឃើញផ្ទះប្រជាប្រដ្ឋយើងច្បាស់ចឹងផ្ទះគាត់នឹងមុខផ្ទះគាត់ផ្លូវកស៊ូហើយគាត់ផ្លូវកស៊ូរងស័យព្រៃស្វាយព្រៃតតឹងបាយតារាំវិញហ្នឹងបងប្អូនចេញទៅកាន់បណ្ណនវិញផ្លូវនោះចឹងមកដល់ខាងមុខនោះបងប្អូននឹងឃើញមានផ្លូវបំបែក2 3កន្លែងទៀតអូមលុបមែនទេកន្លែងនេះដើមឈើច្រើនមលុបចាំជីលឿនតិចទៅសារតាមនេះអត់មានឃើញមានផ្ទះប្រជាប្រដ្ឋអីសោះដល់ខាងមុខនេះអត់មាននេះកន្លែងនេះមានផ្ទះមកខ្នងតែផ្ទះនេះដូចទប់ចោលហើយផ្ទះគាត់មានស្រះទឹកទីនឹងមួយមានអ្នកនៅហើយផ្ទះនេះស្រះទឹកគាត់ទឹកច្រើនណាស់ថ្លាឆ្វេងមកទឹកស្រះគាត់ថ្លាឆ្វេងចឹងបន្លែតាមនេះមានទឹកហ្នឹងបងមានទឹកកន្លែងខ្លះមានទឹកកន្លែងខ្លះក៏អត់ទៅចឹងមួយចំនួននេះគេដាំដើមឈើមួយជាងហ្នឹងដែរបានច្រើនមែនទែនខាងឆ្វេងដៃខ្ញុំនេះសិតតែកូនឈើដើមស្ដៅដើមរីដើមអីចឹងទៅហើយនេះស្រះទឹកមួយឡើងទឹកឡើងចង់ពេញតែម្ដងនេះមើលអត់ឃើញថតចប់បងប្អូនស្រះទឹកគាត់នេះហើយគាត់ដាំត្រសក់នេះមើលត្រសក់គាត់សក់ល្អដល់ហើយសក់ខ្លះដើមខ្លះវាស្លាប់ដោយសារតែស្ទើរទឹកនេះកន្លែងខ្លះគ្រូក្រហមកន្លែងខ្លះដីចឹងដើមឈើនេះសិតតែគេដាំហ្នឹងឆ្វេងដៃខ្ញុំនេះបងប្អូនគឺច្រើនដើមមែនទែនដើមអីខ្លះទេខ្ញុំស្គាល់តែដើមស្ដៅនេះច្បាស់ហ្មងដើមស្ដៅខ្ញុំស្គាល់ច្បាស់បាទនេះផ្លូវគ្រូក្រហមស្អាតរបស់គេស្រួលធ្វើដំណើរអូឡានេះមានកម្មវិធីដូចជាកម្មវិធីឡើងផ្ទះមានរោងនេះបងប្អូនសលេងខ្ញុំមានអារម្មណ៍ថាកងល់ទៅនិយាយយូរទៅកងល់ទៅកងល់ទៅកងល់កងូកងូហើយផ្លូវនេះมันលុបល្អមានកូនឈើច្រើនហ្នឹងគឺมันលុបល្អចឹងម្ដងនេះបន្លែអត់មានទឹកទេបងប្អូនបន្លែហើយនេះមានស្ពានមួយបន្លែគឺដាច់ទឹកហើយឥឡូវនេះមានផ្ទះប្រជាប្រដ្ឋយើងមកខ្នង
ជាងកន្លែងនេះប្រហែលបងឃើញមានផ្លូវមកឆ្វេងមួយនេះផ្លូវក៏មកឆ្វេងនេះផ្លូវឡើងទៅកាន់អូសាឡាវជីទៅគឺប្រហែលជា 2-3 គីឡូដល់ភូមិគឺខាងអូសាឡាវហើយកន្លែងនេះមានផ្ទះប្រជាប្រដ្ឋយើងមានផ្ទះមួយខ្នងហើយនៅខាងមុខនេះមានផ្លូវបត់ស្ដាំនេះផ្លូវបត់ស្ដាំនេះជីងតិចទៅហើយជាដល់កន្លះគីឡូផងដល់ផ្លូវកស៊ូហើយបងប្អូននេះស្ដាំនេះផ្លូវកស៊ូរាងស្អីស្វាយជាតិហ្នឹងជីងតិចទៅឃើញផ្លូវកស៊ូនោះមើលពីចង្អាយឃើញផ្លូវកស៊ូច្បាស់ចេះតែខ្ញុំមកត្រង់ហើយបងផ្លូវមកត្រង់នេះខ្ញុំមិនដែរជីទេនៅតែមានផ្ទះប្រជាប្រដ្ឋអត់ផ្លូវជាផ្លូវត្រង់នេះផ្លូវគ្រូក្រហមដែរទេផ្លូវគ្រូក្រហមតាមនេះបន្លាយកន្លែងខ្លះក៏មានទឹកកន្លែងខ្លះក៏អត់ទៅទីច្រើនប្រជាប្រដ្ឋយើងក៏ទ្រោះនៅលើផ្លូវធំហើយមានប្រជាប្រដ្ឋគាត់មកសង់ផ្ទះអីមកនៅតាមផ្លូវស្រែគេទេចឹងផ្លូវនេះជីទៅខាងមុខអត់មានភូមិគេប៉ុនខាងរាំងកសីដល់ខាងរាំងកសីបាត់ចាប់ដើមមានផ្ទះប្រជាប្រដ្ឋយើងតែនេះមានចង្ការខ្លះដែរអានេះគេរាយខ្សែភ្លើងមកដាក់ចរិតណាបងរាយខ្សែភ្លើងដាក់ចរិតអូនេះតារាងបាល់ក្រោយផ្ទះគាត់ឯងចុះភូមិតារាងបាល់ខ្ញុំរកកន្លែងឈប់តិចសិនបងប្អូនអត់ស្រួលខ្លួនសោះខ្ញុំឈប់កន្លែងនេះតិចទៅបាទឥឡូវតទៀតពុកម៉ែបងប្អូនហើយកន្លែងនេះឃើញគោវាឈប់មកលុបមកខ្ញុំដូចថាក្តៅវិញឡើយឥឡូវចាប់ដើមផ្អើខ្ញុំមកចាប់ដើមស្ទុំព្រោះភ្លៀងហើយបងប្អូនមើលល្ងឹតមកបដាហើយចឹងខាងមុខនោះចាប់ដើមឃើញមានផ្ទះប្រជាប្រដ្ឋយើងបដាហើយផ្លូវគេរៀងរលាកបន្តិចដោយសារតែផ្លូវគ្រូក្រហមហើយមិនសមមានការថែទាំមិនប្រហែលទេផ្លូវនេះសារផ្លូវវាស្រែខ្ញុំជីផ្នែកខាងក្រោយដែលចេញទៅម្ដុំវត្តរាំងកសីហ្នឹងបងប្អូនខ្ញុំអត់ជីលើផ្លូវកស៊ូទេដោយសារតែផ្លូវកស៊ូគឺខ្ញុំធ្លាប់ជីថតច្រើនដងដែរហើយខាងរាំងកសីចឹងនេះមានផ្លូវចូលផ្ទះគាត់ទេតែយើងអាចជីទៅឡើងលើផ្លូវកស៊ូវិញបានដែរនេះឡើយមានផ្ទះប្រជាប្រដ្ឋយើងមកខ្នងគាត់ចេញទៅផ្ទះមកខ្ញុំឃើញគាត់នេះរលាកមែនទែនបងប្អូននេះរលាកមែនទែនចឹងចាប់ដើមមានផ្ទះប្រជាប្រដ្ឋយើងហើយតាមនេះមានចកាមានអីនេះចកាគាត់ល្អដែរតើនេះចកាចេកចកាក្រូចយើងទៅតែផ្លូវងាយស្រួលទេបងប្អូនព្រោះតាំងពីរៀងពិបាកសេផ្ទះគាត់តែរៀងបាំងតំណាំបាំងផ្កាគាត់សេផ្ទះជាប្រដ្ឋយើងមានផ្ទះទូចផ្ទះធំចឹងទៅតាមនេះចឹងបន្លាយតាមនេះមានទឹកបងប្អូនផ្ទះនេះទុកចោលផ្ទះថ្មនេះផ្ទះថ្មនេះអត់មានអ្នកនៅទេនេះបន្លាយមានទឹកហើយបងចឹងកន្លែងនេះយើងអាចឆ្លងស្ពានកន្លែងនេះបានឆ្លងទៅត្រៃមកខាងទៀត
mà nhầm đi trong chlong spin đằng tị nên mấy tiếp chia vào được to tiên này spin đi bạc chlong con lại cái thực lực tràn lại cái thực lực đông chơi thực bên đi chlong ta trai nó miếng tiếp chia vào được khla tiệt chlong tao miếng phao chi mong chui thì chlong tao chi mong đam đôi kia cho nhầm bài chlong thế con nhầm chỉ lăng được phao cái su tích sẵn cho miếng tiếp thằng mò này mình nhận đầu thì cho nên nhầm mặc hàng này mó chỉ lăng được phao cái su tích u xoay đi lại tràn đến này cái đam sờ đáy đam bị bàn trà đó nè chúng ta tận nằm cái chiều rõ ràng có đam chung mình tiếc quạt miền bờ miền ấy miền tiếc quạt này còn chiều rõ ràng khá qua khá đây tạm đi chân tật trà nữa con tật thà chuối nhau trên trình mà hàng cào máu lần lượt lời cái xu tịch tới này bộ chỉ lượt lời cái xu tịch máu nhưng bạn mong chuối mà hãy dừng lòng lời rọt phơi lại đi chẳng chỉ ở tầm một tịch tiết tới cứ miền lời này con lời bật đàm mình ở bật chuối mình đi nhận bật chuối mình nó chẳng chỉ tạm bà lại này hơi bà lại bê tông bà lại chanh đó này con ô khăn đây thì thơ flow nè con khăn này thơ flow và chỉ flow này có khôi khá là cái thơ mình khăn đây flow cực hòm nấu sả tí cho nên khăn mốc cứ miền flow dương bọt đàm cho từ căn khăn cào là riêng ở khăn mốc là riêng rồi có trên được khăn xa rồi cái xây ấy nước ngoài con mình dùng cái tay rộp liền mình này ô này nó này tiêu chiều vào những thông xa này càng rèn cái xây nhôm dây còn ngon lại bông bàn bộ nơi canh thành dây dú canh là còn ngon lời xa tại chưa có một tên có chữ chẳng khăn này là một khăn này ra nè ra còn ra đèn từ xây cho nhôm cho lọt một khăn này đó giấy nếu mùi chai bốn rừng có đảm bài trên flow này chỉ tới là mà đồng xà của các bạn còn nếu như thọp chỉ bàn là mà đồng cốt chỉ lượng đi lượng tí bì ấy nè chỉ lượng đi lượng tí bì ấy là nhóm chẳng còi ní cùng nghiệp tiêu với chiều vào những rùa nào trà hơn nghiệp tiêu tôi tiêu thông miền địa thu thiên miền địa khoa khan tạm đi tiêu miền thằng song khang rồi còn chuối trong miền làm đại kiếm của miền sẽ tập tiêu với chiều vào trường miền tiêu thmò tiêu chơi riêng chưa con mà còn riêng cái hẻm tích trong video gọi chia sẻ bom nhưng mà mà trong có tiệm về class ra thì chưa còn tích mà bọn thế class có miếng nhận ở đây bọn đi tục chào thế class có việc trong ad mình tên một thì ấy còn tam đi ông là mình preo hề để cái say preo hề để cái say càng sát na cử bọn từ sát na chương flow của bây giờ chỉ sưu lại đai flow của hòm đi riêng lệ ngoài bộ này riêng lệ tiệc là cất miên là bong dạng trầm trâu sát nhưng chất đo là lòng thuê là riêng này tao đi sau miên cho cả tận nam mày màn tên con
សាខែនេះអាចខ្វះខាតទឹកច្រើនជាងtiêuជីវរដ្ឋយើងច្រើនអាយ៉ាឥឡូវមិនចាប់ដើមធ្លាក់ទឹកភ្លៀងមកពុកម៉ែបងប្អូនធ្លាក់ភ្លៀងមកខ្ញុំផ្ដាសាយទៀតបើសិនជាចំទឹកភ្លៀងអាចនឹងរត់ទៅឈឺតែមិនដឹងធ្វើម៉េចបងប្អូនបើសិនតែភ្លៀងមកមានតែតាមនឹងចុះពាក់អាវភ្លៀងពាក់អីតាស្អាតណាស់បងប្អូនក្នុងក្រោយនេះសបោដើម7តាមដងផ្លូវស្អាតដើម7ដើមឈើធំនេះជាបាងគាត់មូលចឹងបីខេងជាស្ដែងបីកំពុងតែងងឹតខ្ងួខ្មាញ់តែម្ដងចឹងភូមិឡើយនេះស្លាស់មុខស្លាស់មាត់ល្អណាស់បងណាដើម7ធំស្រស់ស្អាតមេឃចេះទៀតអូឡើយនេះក៏ដេកូបានស្អាតណាស់ឡើយហាងកាហ្វេបងប្អូនតូបកាហ្វេសាក៏ធ្វើស្អាតចឹងដោយសារតែនៅមុខសាលារៀនហ្នឹងបងនេះវិទ្យាល័យរាំងកសីអូអនុយស្រីបងប្អូនអនុអត់មានវិទ្យាល័យទេតាមអនុវិទ្យាល័យរាំងកសីឡងទ្វារចឹងអនុវិទ្យាល័យរាំងកសីគឺចូលពីខាងនេះចូលពីខាងក្រៅកស៊ូទេចឹងនេះសាលាឃុំបងប្អូនអាគារសាលាឃុំឥឡូវចាប់ផ្ដើមធ្លាក់ភ្លៀងហើយបងប្អូនចឹងប្រហែលជាខ្ញុំចូលទៅជ្រកនៅក្នុងវត្តរាំងកសីសិនបងប្អូនណាខ្ញុំអត់ថតតទៀតទេខ្ញុំអត់ថតទាំងមិនភ្លៀងទេដោយសារតែខ្ញុំឈឺចឹងជីទៅមុខឡើងថ្នោតកស៊ូបាត់មកឆ្វេងមកគឺជីបន្តិចទៅដល់វត្តរាំងកសីចឹងខ្ញុំឈូជ្រកកន្លែងវត្តរាំងកសីបន្តិចហើយបន្ទាប់មកខ្ញុំថតតជាពីវត្តរាំងកសីទៀតបងប្អូនចឹងមុខនេះគឺផ្សាររាំងកសីបងប្អូននេះនៅម្ដុំនេះផ្សារគេហើយនេះចឹងធ្លាក់ភ្លៀងមកបាត់ហើយចឹងតែនេះមានមណ្ឌលសុខភាពនេះមណ្ឌលសុខភាពគេនេះផ្សាររាំងកសីចឹងខ្ញុំបត់ឆ្វេងមកបងប្អូនឡើងទៅកាន់វត្តរាំងកសីបន្តិចខ្ញុំសារៈនៅវត្តរាំងកសីឥឡូវខ្ញុំកំពុងតែនៅវត្តរាំងកសីហើយខ្ញុំធ្វើដំណើរចេញវិញបន្ទាប់ពីភ្លៀងបានបន្តិចទេបងប្អូនមិនភ្លៀងឲ្យច្រើនទេគឺខ្ញុំចេញពីវត្តរាំងកសីវិញសិនគឺខ្ញុំចេញមកគឺខ្ញុំនឹងថតចុះទៅខាងក្រោមវិញបងប្អូនទៅខាងអូសាឡាវខាងសារ៉ោងវិញខាងកណ្ដោបវិញអញ្ចឹងភ្លៀងនៅលឹមតិចហើយនេះព្រះវិហារបងប្អូនព្រះវិហាររាំងកសីអញ្ចឹងក្នុងវត្តគេនៅដាក់លេងសម្រាប់ក្មេងៗឡើយទេតាំងពីចូលឆ្នាំមកអញ្ចឹងសលេងខ្ញុំស្អកខ្លាំងទៅខ្លាំងទៅមែនអញ្ចឹងខ្ញុំសូមឈប់កន្លែងខ្លាំងទ្វារនេះបន្តិចទៀតដើម្បីយកជូតលេនកាមេរ៉ាបន្តិចសិនបងប្អូនដោយសារទឹកភ្លៀងវានៅមានមកតំណក់នៅឡើយបាទឥឡូវតទៀតខ្ញុំថតទាំងទឹកភ្លៀងនឹងឯងបងប្អូនដោយសារតែនៅលឹមរយនេះបឋមសិក្សារាំងកសីបងប្អូនអញ្ចឹងនេះបាត់មកឆ្វេងបងប្អូនបាត់មកឆ្វេងមកអញ្ចឹងទឹកភ្លៀងហើយចេះគឺអាកាសធាតុហ្នឹងគឺស្រស់ស្រាយមែនតើនេះហើយមេឃក៏មិនតាន់បាត់ខ្មៅដែរបងប្អូនអាចនឹងថាតិចទៀតនឹងធ្លាក់ភ្លៀងមកទៀតជាខ្ញុំជិះភ្លៀងលឿនតិចទៅបងប្អូនដោយសារតែធ្វើមិនបជាទឹកភ្លៀងកុំឲ្យចំទឹកភ្លៀងព្រោះថាមើលទៅខាងក្រុងបាត់ដំបងនោះទិសដៅដែលខ្ញុំជិះទៅរៀងសតុំដែរទេបើជាខាងហ្នឹងបើជាពុំមានភ្លៀងធ្លាក់ចឹងនេះទាបជាប្រវត្តិយើងកន្លែងនេះក៏ដាំទឹកក្រីបានមុខផ្ទះយ៉ាងល្អចឹងបន្ទាប់ពីធ្លាក់ភ្លៀងមករួចដូចស្រស់ស្រាយដល់ហើយតាមដងផ្លូវមានខ្យល់អាកាសលហៀក៏រសាំងមួយនេះក៏លក់សាច់អាំងចឹងនៅលេនកាមេរ៉ាប្រកបណាគឺនឹងមានចូលទឹកភ្លៀងហ្នឹងបងប្អូនចូលទឹកភ្លៀងខ្លះថ្ងៃរៀងស្អាប់ចឹងតាមនឹងចោះបងប្អូនអត់បានបោះហត់បានសម្អាតអីទេនេះចាប់ផ្ដើមចូលលេនចាប់ផ្ដើមមានទឹកភ្លៀងប្រឡាក់ចឹងរៀងអាប់បន្តិចរៀងអាប់វីដេអូប្រើទៅជាស្អាតមកឡើយនេះគឺគ្រឿងចាក់គាត់កំពុងតែកាយដីធ្វើផ្ទះធ្វើអីកន្លែងនេះបងគាត់ធ្វើផ្ទះតែមិនផ្ទះផងឡើយនេះធ្វើបន្លាយបងនេះបន្លាយបេតុងបន្លាយបញ្ជូនទឹកបន្លាយបេតុងចឹងផ្លូវឡើយនេះកន្លែងខ្លះកោងមែនតើមើលខ្យល់ហ្នឹងបងខ្យល់ដល់ហើយឡើយនេះកោង2 3តំណាអូខ្យល់មកខ្លាំងខ្យល់វាខ្យល់នាំទឹកភ្លៀងអូភ្នែកម៉ូតូទៀតភ្នែកម៉ូតូព្រាគឺគោលាន់យកតែម្ដងកាចមែនតើ
យើងផ្លូវកស៊ូនេះទៅធ្វើឲ្យក្នុងឆ្នាំ2025ដែរបងប្អូនចឹងគឺនៅស្អាតចឹងតាមនេះទាបជាប្រវត្តិយើងមានទូចមានធំចឹងទៅបងប្អូនមានទូចមានធំចុះអាកាសល្អហើយមើលចាប់ផ្ដើមងងឹតទៀតហើយបងប្អូនមើលចាប់ផ្ដើមងងឹតទៀតចឹងឃើញអ្នកភូមិអ្នកស្រុកគាត់ជ្រក់ទឹកភ្លៀងគាត់ចូលក្នុងផ្ទះគាត់ហើយស្មោះនេះអូតិចមែនតើបងប្អូនអើយតាមផ្លូវសាខ្យល់មកជាមួយនឹងក្របទឹកភ្លៀងទូចហ្នឹងបងប្អូនគឺតិចមែនតើស្រស់ស្រាយបងប្អូនស្រស់ស្រាយលោចាប់ផ្ដើមមានធ្លាក់ទឹកភ្លៀងមកធំតិចហើយខ្ញុំប្រហែលជាកិច្ចមិនផុតពីទឹកភ្លៀងទេផ្ទះគាត់ខ្លះសាលាជាមួយផ្ទះគាត់ចឹងឡើយនេះមានតូបចាប់ហួយមួយបងប្អូនតូបចាប់ហួយអាយ៉ាគោលន់ខ្ចិចតែម្ដងគោលន់ខ្ចិចចឹងមកឃើញមានឡានធំឆ្លងកាត់មួយហ្នឹងទឹកលើខ្នល់ហ្នឹងគឺវាយទឹកលើខ្នល់ហួយទលោមមកយ៉ាម្ដងនេះគឺភ្លៀងហ្នឹងបងម្ដងនេះគឺភ្លៀងឥឡូវខ្ញុំសូមពាក់អាវភ្លៀងត្រឹមនេះបងប្អូនខ្ញុំសូមបិទវីដេអូសិនបាទបងប្អូនឃើញថាធ្លាក់ភ្លៀងខ្លាំងមែនតើបងប្អូនមកតំណមដែរហ្នឹងចឹងខ្ញុំអាចថតកាមេរ៉ាទូចបានទេខ្ញុំថតកាមេរ៉ាទូរស័ព្ទឃើញថាទឹកភ្លៀងខ្លាំងមែនតើខ្ញុំជិះគួរតែរស័យឆ្ងាយហើយបងប្អូនគួរតែរស័យឆ្ងាយនេះក៏ដេញគោដេញអីឡើងទៅផ្ទះវិញទេសារមើលធ្លាក់ភ្លៀងមានគោលអត់មានទីឯងខ្ញុំអត់មានដាក់មិនដៃទេសារខ្ញុំបានដាក់ឧបករណ៍តាប់ថតទៅលេងមួយទៀតមកទៅធ្លាក់ភ្លៀងតាមស្រុកស្រែតាមនេះតាមនេះមានដីដាស់អីមិនដែរដីដាស់អីមិនដែរមើលអត់ទឹកបន្លាយនេះគឺបែកហែកហ្នឹងបងប្អូនថាតែមានភ្លៀងមានទឹកបែកចេញមកខាងណាចឹងដោយសារតែមេឃភ្លៀងបងប្អូនហើយខ្ញុំមានឧបករណ៍គ្រប់គ្រាន់ក្នុងការថតទាំងភ្លៀងចឹងហើយក៏ខ្ញុំមកយកវីដេអូតាមនេះចុះឲ្យបងឲ្យអរគុណច្រើនមែនទែនសម្រាប់ការតាមដានទស្សនារបស់ពុកម៉ែបងប្អូនតាំងពីដើមដល់ចប់មកក្នុងវីដេអូនេះខ្ញុំយើងនឹងតាមសំត្រូវក៏សូមអធិស្ឋានចំពោះបងប្អូនកុំភ្លេចជួយឲ្យមេដៃជួយខមមិនក្នុងវីដេអូរបស់ខ្ញុំនេះមួយផងអរគុណច្រើនបងប្អូនជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយៗទៀត